trong luôn đâuประเทศ của mình đi Lào hay nên Việt Nam đấy tây của mình đi đôi nhiều trong bờ sân chia quạt ở trong đâu Việt Nam thà của mình đi quạt màuประเทศ Campuchia dưới miền đây thà tiếng Lào tiếng Việt Nam màu đôi nhiều phần đấy không cả là thế sản đấy khơi là Việt Nam này Lào ở màu thì trong còn miền hai Paul đời xa tai rương vô bài ở Việt Nam này tí mùi tí pí sọc không ai dưới miền ca đi chậm ra tích tuổi chuyên bật tê Việt Nam anh miền hai Paul ấy Việt Nam trong mà luôn nó sọc không ai dưới làm bay thẳng lấy nó cả lấy nghe xua li nào Việt Nam mến luôn mà cả lấy đọ và si mà bồng bơi bồng mấy cả lấy chẳng nghe anh miền chẳng đi chẳng anh miền hai Paul xếp cái cách thì cái trong tụi nó mà đấy thì trong tụi nó ở rock cái kết thá sẽ được cách năng việc đi chậm ra người vô bài năng việc là o năng cái từ phần tay hai Paul nó không nông được than phim bài chậm bòn ní để Việt Nam mà luôn nấu cứ chụp bắn anh miền ấy lẹ cầm bằng thế cứ na cốt vôประเทศ Campuchia យើងតែម្ដងអាហ្នឹងដែលយើងត្រូវតែពិចារណាកន្លែងហ្នឹងអាហ្នឹងចំណុចទី1ចំណុចទី2ដែលយើងត្រូវគិតចំណុចមកចាហ៊ានទៀតមើលថៃវាអត់មានចំបំណងមកយកស្រុកខ្មែរទេតែវាយកនៅតាមព្រំដែនអ្វីដែលវាអាចយកបានហើយជនជាតិមហាប្រហែលគ្នានៃចំនួនជនជាតិហ្នឹងចឹងបើមិនមានបំណងមកយកទឹកដីទេគឺគេយកតែតាមព្រំដែនហ្នឹងទេប៉ុន្តែអាយុទ្ធសាស្ត្របង្ហូរនិគមយួនមកប្រទេសកម្ពុជាយើងនេះគឺគួរឲ្យព្រួយបារម្ភសំណួរដំបូងដែលនិយាយថាតើព្រះមហាក្សត្រមានព្រះរាជតួនាទីអ្វីនៅក្នុងរដ្ឋធម្មនុញ្ញចំពោះដែលនិយាយអំពីព្រះមហាក្សត្រធានានៅអធិបតេយ្យភាពជាតិក្នុងកលៈទេសៈដែលយើងមានអសន្តិសុខទាំងគ្រួសារទាំងសាធារណរបស់រដ្ឋទាំងប្រទេសជាតិព្រះមហាក្សត្រត្រូវមានតួនាទីមានព្រះរាជតួនាទីដើម្បីធានានៅអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូលទៅទៀតព្រះអង្គមានព្រះរាជសិទ្ធិដើម្បីធានានៅអធិបតេយ្យក៏ប៉ុន្តែបើសិនជាព្រះអង្គមិនប្រតិបត្តិតាមព្រះរាជតួនាទីនិងភារកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេព្រះអង្គអាចคล้ายទៅជាព្រះមហាក្សត្រដែលសាងនៅប្រវត្តិសាស្ត្រក្នុងកលៈទេសៈនេះមិនខុសពីព្រះអង្គជាយថាទីកាលពីសតវត្សមុនទេនេះគឺជាហានិភ័យដែលទៅអនាគតអានេះខ្ញុំសូមចេញសាររបៀបនេះមួយតែម្ដងហើយម្យ៉ាងវិញទៀតនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នខ្ញុំទីបញ្ចប់ខ្ញុំសូមគោរពនៅស្មារតីយុវជនខ្លាំងមែនទែនហើយស្មារតីបងទាំងអស់គ្នាអ្នកនយោបាយខាងគណៈបកកាន់អំណាចមិនអាចជួយជនអន្តោប្រវេសន៍នេះបានទេមិនអាចជួយដោះស្រាយជនអន្តោប្រវេសន៍ឲ្យបានល្អទេអ្នកនយោបាយគណៈបកប្រឆាំងក៏មានលទ្ធភាពតិចតួចក្នុងការជួយដោះស្រាយជនអន្តោប្រវេសន៍ក្នុងស្ថានភាពបច្ចុប្បន្នមានតែប្រជាពលរដ្ឋទេជាពិសេសគឺកងកម្លាំងប្រដាប់អាវុធនគរបាលទាហានហើយនឹងអាជ្ញាធរដែនដីបងប្អូនកុំស្អប់គាត់គ្រាន់តែជាជនរងគ្រោះដោយសារតែប្រព័ន្ធនៃប្រទេសជាតិមិនល្អដូចតែយើងចឹងដែរសូមអរគុណ